ជំរាបសួរលោកគ្រូអ្នកគ្រូអាណាព្យាបាលនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះសៀវពិសិដ្ឋរតនៈថ្ងៃនេះដែលខ្ញុំមកអានរឿងអ្នកគ្រូរបស់កូនសូមរីស្ដាប់និងទស្សនាដូចតទៅកូនជាសិស្សសាលាបឋមសិក្សាភូមិបឹងគេជាកូនកំព្រាឪពុកម្ដាយហើយរស់នៅជាមួយម្ដាយមីងកូនជាក្មេងឆ្លាតស្លូតបូតហើយឧស្សាហ៍ព្យាយាមកូនខិតខំរៀនសូត្រហើយធ្វើកិច្ចការដោយហ្មត់ចត់អ្នកគ្រូនិងសិស្សឯទៀតស្រឡាញ់កូនគ្រប់គ្នាអ្នកគ្រូអាណិតកូនណាស់ព្រោះកូនមានជីវភាពក្រីក្រជាងគេឯទៀតអ្នកគ្រូបានដឹងថាកូនចូលចិត្តនិងប៉ិនប្រសប់ក្នុងការគូគំនូរកូនមានបំណងជួយកូនឲ្យខ្លាចជាងគំនូរដ៏ពូកែម្នាក់ថ្ងៃមួយអ្នកគ្រូបានហៅកូនមកសួរកូនតើឯងចង់ខ្លាចជាងគំនូរដែរឬទេកូនលើកដៃសំពះអ្នកគ្រូហើយឆ្លើយដោយស្រងោស្រងាំងជំរាបប្រសាសន៍អ្នកគ្រូការងារនេះខ្ញុំចូលចិត្តណាស់ប៉ុន្តែខ្ញុំមិនអាចធ្វើបានទេអ្នកគ្រូញញឹមហើយនិយាយបន្តមិនអីទេបើឯងពេញចិត្តខ្ញុំនឹងទៅនិយាយជាមួយឪពុកមាខ្ញុំឲ្យគាត់ជួយបង្រៀនគាត់ជាគំនូរដ៏ចំណានម្នាក់គាត់ចិត្តល្អណាស់គាត់ធ្លាប់ជួយក្មេងក្រីក្រដោយឯង2-3នាក់រួចមកហើយចំណែកខ្ញុំនឹងជួយផ្ញើសម្ភារៈក៏ឯងកុំព្រួយអីគាត់តែខំរៀនទៅកូនសំពះអរគុណអ្នកគ្រូប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកពេលទំនេរកូនបានឆ្លៀតពេលទៅរៀនគំនូរទៅរៀនគូគំនូរពូធឿនបានជួយបង្រៀនកូនដោយស្មោះសរមិនយូរប៉ុន្មានគាត់អាចគូកូនអាចគូរូបភាពខ្លះកូនបានជួយគូរូបភាពផ្សេងទុកជាសម្ភារៈសម្រាប់អ្នកគ្រូយកមកបង្រៀនសិស្សរាល់ថ្ងៃមួយពូធឿនបានដឹងអំពីការប្រឡងគំនូរសម្រាប់កុមារនៅក្នុងតំបន់គាត់បានប្រាប់គុណឲ្យគូដើម្បីយកទៅចូលរួមប្រកួតប្រជែងនឹងគេស្នាដៃរបស់កូនពេលនោះបានជាប់លេខ2ក្រោយមកទៀតមានការប្រឡងម្ដងទៀតលើកទី2នេះកូនទទួលបានលេខ1ព្រមទាំងទទួលបានរង្វាន់យ៉ាងច្រើនកូនសប្បាយចិត្តណាស់គេរឹតតែខំប្រឹងមួយកម្រិតទៀតតែគេក៏មិនភ្លេចការរៀនសូត្រដែរ2ឆ្នាំក្រោយមកពូធឿនបានហៅកូនឲ្យជួយគូគំនូររបស់គាត់សម្រាប់លក់បានជាឲ្យកម្រាស់ខ្លះដល់គុណគ្រប់បានបន្តការសិក្សាការរៀនសូត្រក្រោយមកទៀតកូនបានចូលរៀនមហាវិទ្យាល័យវិចិត្រសិល្បៈតាមការណែនាំរបស់អ្នកគ្រូនិងពូធឿនកូនអាចរកប្រាក់បានបណ្ដើរហើយក្រោយមកគេក៏ខ្លាចជាគំនូរដ៏ល្បីម្នាក់កូនមិនដែលភ្លេចគុណពូធឿននិងអ្នកគ្រូឡើយរឿងរបស់ខ្ញុំបានឈានដល់ទីបញ្ចប់ហើយសូមអរគុណនិងសូមជម្រាបលា